ជំរាបសួរបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំចង់ចេញមកចែកម្លែកជូនបងប្អូនតើតើជាមួយនឹងការប្រភេទរថយន្តបាទក្នុងការប្រភេទរថយន្តបាទព្រោះតែយើងឃើញថាក្នុងអំឡុងពេលនេះបាទសាំងមួយសុទ្ធគឺតែងតែហក់ឡើងរហូតវាអត់មានចោះទេបងប្អូនអញ្ចឹងខ្ញុំចង់មកចែកម្លែកធីបមួយក្នុងការប្រភេទដើម្បីសន្សំចៃសាំងឬក៏មួយសុទ្ធរបស់បងប្អូនអញ្ចឹងបងប្អូនអញ្ចឹងដូចបងប្អូនបានដឹងថាការប្រភេទយើងជាប្រចាំថ្ងៃបាទឡានរបស់បងប្អូនដែលប្រើ Ford ជាប្រចាំថ្ងៃហ្នឹងគឺមានប្រព័ន្ធមួយគេហៅថា Driving Mode បាទប្រព័ន្ធក្នុងការកំណត់ក្នុងការបើកបរបងប្អូនអញ្ចឹង Ranger Wildtrak Ranger XLT បាទ Ranger Sport មកក្រោយនេះក៏មានបាទ Ranger XL មានទេបងប្អូនបាទ Everest ហ្នឹងគឺយើងមានគេហៅថាប្រព័ន្ធកំណត់ Driving Mode បាទប្រព័ន្ធកំណត់ក្នុងការបើកបរអញ្ចឹងខ្ញុំចង់ចែកម្លែក mode មួយគឺ Eco Mode Eco Mode ដោយបងប្អូនបានដឹងចឹងថា Eco Mode វាសំចៃទៅលើសាំងឬក៏មួយសុទ្ធបងប្អូនអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនអាចដឹងថាវាសំចៃប៉ុន្តែអត់ដឹងថាដំណើរការវារបៀបម៉េចក្នុងការសំចៃហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងប្រព័ន្ធ Eco Mode ហ្នឹងគឺវាជាប្រព័ន្ធមួយដើម្បីប្រាប់ទៅកុំព្យូទ័រឡានរបស់បងប្អូនថាបងប្អូនគឺត្រូវការ save មួយសុទ្ធឬក៏ save សាំងបើអត់ចង់ចំណាយសាំងច្រើនទេមួយសុទ្ធច្រើនទេអញ្ចឹងនៅពេលណាដែលបងប្អូនកាច់ចូល driving mode ចូល Eco Mode មួយហ្នឹងEco Mode គឺវានឹងគណនាជូនបងប្អូនថាហ្គាដែលបងប្អូនជន់វានឹងត្រូវបើកកហ្គាប៉ុណ្ណាដើម្បីស៊ីមួយសុទ្ធតិចឬក៏ស៊ីសាំងតិចអញ្ចឹងបងប្អូនអញ្ចឹងតែបងប្អូនប្រើ Eco Mode ពេលដែលបងប្អូនកាច់ចូលមកបងប្អូនជន់លើហ្គា 100% ឬក៏ 80% វាអត់ស្ទុះដូចបងប្អូនប្រើ normal ទេវាអត់បានដូចចិត្តទេបងប្អូនវាខុសគ្នាអញ្ចឹងកាលណាបងប្អូនប្រើ Eco Mode ពេលណាបងជន់ទៅលើហ្គាមកតំហឹងក៏វានៅតែទៅច្បើតបានន័យថាវាទៅស្ទុះទៅតិចធម្មតាវាអត់កញ្ឆក់ទៅដូច normal ទេ normal បងប្អូនជន់ប៉ុណ្ណាវាទៅប៉ុណ្ណឹងកម្លាំងវាឲ្យមកប៉ុណ្ណឹងប៉ុន្តែ Eco Mode គឺវាកុំព្យូទ័រគឺវាគណនាថាម៉ាស៊ីនគឺត្រូវតែដំណើរការទៅច្បើតដើម្បីស៊ីមួយសុទ្ធតិចឬស៊ីសាំងតិចអញ្ចឹងកាលណាម៉ាស៊ីនអត់កញ្ឆក់មួយសុទ្ធគឺវាស៊ីតិចទេបងប្អូនសាំងក៏វាស៊ីតិចដែរអញ្ចឹងប្រព័ន្ធមួយហ្នឹងគឺវាគណនាសម្រាប់បងប្អូនបាទនៅពេលបងប្អូនមកក្នុងក្រុងក៏ដោយឬក៏ក្រៅក្រុងក៏ដោយអញ្ចឹងបានន័យថា Eco Mode គឺវាជួយសំចៃបងប្អូនវាមានគុណវិបត្តិមួយគឺវាអត់ស្ទុះដូច normal ទេតែគុណសម្បត្តិវាច្បើតដើម្បីឲ្យវាស៊ីមិនសុទ្ធតិចអញ្ចឹងបងប្អូនអញ្ចឹង tip មួយហ្នឹងបងប្អូនអាចប្រើប្រាស់បាននៅក្នុងក្រុងបាទប្រើ Eco Mode លាយជាមួយ normal ខ្លះបាទដើម្បីជួយសំចៃមិនសុទ្ធឬក៏ជួយសំចៃសាំងរបស់បងប្អូនអញ្ចឹងបងប្អូនហើយចង់ប្រាប់បងប្អូនដែរថា Eco Mode មិនប្រកាសថាបងប្អូនប្រើបានតែលឿនទៀតទេបងប្អូនប្រើលឿនលឿនបានធម្មតាប៉ុន្តែគ្រាន់តែថេរវេលាក្នុងការឡើងពី0ទៅ100ពី0ទៅ120វាអត់ដូច normal mode ទេ normal mode បងប្អូនចង់ប៉ុណ្ណាវាទៅប៉ុណ្ណឹង120វាឡើងលឿនតែបើសិនជា Eco Mode បងប្អូនចង់ទៅវាច្បើទៅរហូតអញ្ចឹងបងប្អូនវាឡើងដល់100វាចំណាយពេលយូរជាង normal ប៉ុន្តែវាស៊ីមិនសុទ្ធតិចអញ្ចឹងបងប្អូនអញ្ចឹងប្រព័ន្ធមួយហ្នឹងបងប្អូនអាចប្រើប្រាស់បានបាទក្នុងក្រុងក៏បានក្រៅក្រុងក៏បានបាទបងប្អូនអាចប្រើនៅក្នុងក្រុងឆ្លាស់គ្នាមួយ normal ខ្លះបាទ Eco Mode ខ្លះក៏បានអញ្ចឹងបងប្អូនប្រព័ន្ធមួយហ្នឹងគឺវាជួយសន្សំចៃមិនសុទ្ធបងប្អូនក្នុងកម្មវិធីនេះគឺវាសំខាន់អញ្ចឹងបងប្អូនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងចែកជូនបងប្អូនបាទ tip ខ្លីៗបាទជូនបងប្អូនដើម្បីក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃហើយបើសិនជាបងប្អូនមានចំណាយអីផ្សេងៗបងប្អូនអាចធ្វើការតំណមកខ្ញុំបានតាមលេខទូរស័ព្ទហ្នឹងឬក៏បងប្អូនធ្វើការទិញរថយន្តនេះផ្សេងៗបងប្អូនអាចតំណមកខ្ញុំបានតាមលេខខាងក្រោមនេះបានដែរអញ្ចឹងខ្ញុំនឹងព្យាយាមអាប់ដេត tip ផ្សេងៗក្នុងការប្រើប្រាស់រថយន្តជូនបងប្អូនបន្ថែមទៀតបាទនៅពេលណាដែលខ្ញុំទៅនេះគឺខ្ញុំនឹងព្យាយាមអាប់ដេតជូនបងប្អូននៅក្នុង page ក្នុង TikTok ឲ្យបងប្អូនអញ្ចឹងពីខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងបាទមានអីផ្សេងខ្ញុំនឹងព្យាយាមចាំលេខជូនបងប្អូនទៀតបាទពីខ្ញុំសូមអរគុណសូមគោរពលា